ជួយសួសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាប្លុកប្លុកខ្លីមែនទែនរយៈពេលតែ3នាទីជាងតិចតួចទេពុកម៉ែបងប្អូនកាលពីថ្ងៃអាទិត្យហ្នឹងនាងខ្ញុំក៏បាននាំកូនទៅញ៉ាំការ៉េមដោយសារតែគាត់ជាសិស្សបកាយដូច្នេះហើយខ្ញុំតែងតែផ្ដល់រង្វាន់លើកទឹកចិត្តគាត់គាត់រៀនមិនថាជាភាសាខ្មែរឬក៏ភាសាអង់គ្លេសទេគឺគាត់ជាសិស្សបកាយបានលេខ1លេខ2លេខ3ជានិច្ចបានសរសើរបានរហូតការ៉េមនេះគឺខ្ញុំយករសជាតិស្ទ្រូប៊េរីលាយជាមួយនឹងគ្រីមទឹកដោះគោហើយរសជាតិគេផ្អែមមកល្មមអត់សូវផ្អែមដុតម៉ានទេឆ្ងាញ់តែពុកម៉ែបងប្អូនតម្លៃការ៉េមគេមានតម្លៃចាប់ពី1រៀល5000អាចហៅតាមកែវណាកែវទូចកែវធំអីចឹងទៅហើយនេះខ្ញុំយកមួយកែវ5001មួយកែវ4001ញ៉ាំពីអ្នកកូនតែញ៉ាំមិនអស់ទេពុកម៉ែបងប្អូនឃើញតិចទៀតដល់វីដេអូនៅសល់ការ៉េមខ្ញុំស្ដាយខ្ញុំក៏ឲ្យគេខ្ចប់ដាក់ក្រើបទុកយកទៅញ៉ាំផ្ទះទៀតចេញពីញ៉ាំការ៉េមនាងខ្ញុំក៏បន្តទៅទិញប្រហិតនេះគឺជាសំឡេងស៊ីនពុកម៉ែបងប្អូនយកក្រហមញ៉ាំទៅអាម៉ាត់បានហើយកូនតូច